shut but shun put full push សូមជម្រាបសួរអ្នកទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាសុខសប្បាយចិត្តទេថ្ងៃនេះ Hello everybody how are you today តាចាហៅ今天你们好吗បាទថ្ងៃនេះខ្ញុំបាន Mr. សំសុធាសូមការអនុញ្ញាតចូលខ្លួនមកបង្រៀនភាសាអង់គ្លេសទៀតហើយថ្ងៃនេះបាទខ្ញុំសូមលើកយកមេរៀនទី4បន្តដដែលណាតើតើនឹងការរៀនភាសាអង់គ្លេសថ្នាក់ដំបូងមានប្រកបពាក្យជាមួយស្រៈបាទហើយថ្ងៃនេះយើងរៀនដល់ស្រៈភាសាអង់គ្លេស you ស្មើខ្មែរស្មើនឹងអឬឧបាទអឬឧបាទហើយចំពោះបងប្អូនទាំងអស់បាទដែលបានមើលបានចាំខ្លះទេបាទជាពិសេសបាទកូនសិស្សបាទដែលរៀនជាមួយឬក៏មួយក្មួយណាដែលមិនចេះភាសាអង់គ្លេសសោះបាទបានចូលមើលខ្លះទេហើយពេលមើលហើយមានបានចាំខ្លះទេបាទហើយចំពោះការរៀនបាននិយាយទៅដូចខ្ញុំបានធ្វើវីដេអូដំបូងការរៀនគឺត្រូវការចំណាយពេលវេលាបាទយើងមិនអាចថាខ្ញុំចង់ចេះភាសាអង់គ្លេសស្រាប់តែរៀនមួយថ្ងៃចេះនោះទេបាទលុះត្រាតែព្យាយាមមើលព្យាយាមអានបាទព្យាយាមសរសេរព្យាយាមយកមកអនុវត្តទើបចេះហើយមុននឹងទាមទារចេះបាទការអានការសរសេរការនិយាយបានការប្រកបបានលុះត្រាតែយើងចាំមូលដ្ឋានគ្រឹះនៃភាសាអង់គ្លេសគឺជាពិសេសគឺជញ្ជាក់និងស្រៈភាសាអង់គ្លេសនឹងតែម្ដងទើបយើងអាចយកមកបាទប្រកបចូលគ្នាទៅបានអាចនិយាយជាសំឡេងបានយើងមិនអាចថាចង់ចេះគឺចេះនោះទេលុះត្រាតែយើងស្រឡាញ់វាព្យាយាមរៀនហើយយកមកដាក់នៅក្នុងខ្លួនឲ្យបានហើយជាពិសេសការរៀនគឺសំខាន់បាទសម្រាប់យកទៅប្រើប្រាស់ពេលដែលយើងចេះប៉ុន្តែអ្នកខ្លះគាត់គិតថាគាត់រៀនលំបាកដល់រៀនលំបាកទៅពេលខ្លះគាត់អត់រៀនប៉ុន្តែអ្វីដែលលំបាកបើយើងចេះនឹងទទួលបានលទ្ធផលគឺប្រសើរគាត់បាទនិយាយទៅថាមានតម្លៃយកអ្វីមកកាត់ថ្លៃពុំបានទេណាចំណេះវិជ្ជាប៉ុន្តែវាលំបាកខ្ញុំទទួលស្គាល់ណាថាការរៀននឹងលំបាកប៉ុន្តែតើធ្វើការគឺរកអ្នកចេះបាទអ្នកចេះឲ្យចេះច្បាស់ប្រកបវិជ្ជាទៀតចឹងដើម្បីឲ្យចេះច្បាស់ប្រកបវិជ្ជាបានលុះត្រាតែប្រឹងរៀនពីឥឡូវបាទគឺថ្នាក់មូលដ្ឋានគ្រឹះហ្នឹងឲ្យច្បាស់ហើយយើងចាប់យកកម្រិតខ្ពស់ទៅបានបាទហើយកាលណាចេះគឺសប្បាយចិត្តក្នុងការរៀននិយាយចំទៅចង់ចេះគឺរៀនហើយរៀនវាលំបាកប៉ុន្តែដល់ពេលចេះគឺវាស្រួលវិញបាទតែប៉ុណ្្នឹងទេតែបើយើងខ្ជិលយើងអត់រៀនភាគរយគឺ0តែម្ដងស្មើនឹងអត់ចេះហើយយើងចំណាយពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃគឺអត់បានទទួលអ្វីទាំងអស់ជាពិសេសគឺចំណេះដឹងតែម្ដងបាទផ្ដោតជាងគេទៅលើក្មួយឬក៏ក្មេងៗសិស្សានុសិស្សបាទដែលមានវ័យកំពុងសិក្សាពេលខ្លះយើងយកពេលវេលាបាទលេងទូរស័ព្ទបាទ Facebook TikTok ឬក៏លេងអ្វីដែលវាប្រឆាចក្នុងការសិក្សារៀនសូត្រយើងអាចបាទត្រឡប់ទម្លាប់មិនល្អបាទមករៀនសិក្សាមេរៀនជាភាសាបរទេសក្តីជាភាសាខ្មែរក្តីឬក៏ជាអ្វីដែលចំណេះជំនាញបាទសម្រាប់យើងយកទៅប្រើប្រាស់ចិញ្ចឹមជីវិតយើងបាននោះបាទហើយគឺជាអ្វីដែលមានតម្លៃបាទហើយជាពិសេសគឺអាណាព្យាបាលតែម្ដងពុកម៉ែគ្រប់រូបគាត់តែងតែខំរកប្រាក់ចំណូលណាដើម្បីផ្គត់ផ្គង់ support កូនឲ្យបានសិក្សារៀនសូត្របានចំណេះដឹងយកទៅប្រើប្រាស់ជួយខ្លួនឯងផងជួយក្រុមគ្រួសារផងបាទហើយជួយសង្គមផងហើយដើម្បីជួយបាទការងារទាំងនឹងបានលុះត្រាតែយើងជួយខ្លួនឯងប្រឹងរៀនខ្លួនឯងយឹតយងខ្លួនឯងបាទយើងដឹងអំពីសមត្ថភាពខ្លួនឯងចំណេះដឹងខ្លួនឯងថាចេះប៉ុណ្ណាហើយជាពិសេសគឺដឹងតួនាទីរបស់ខ្លួនឯងតែម្ដងតួនាទីសប្តាហ៍ថ្ងៃយើងជាក្មេងៗជាសិស្សានុសិស្សគឺតួនាទីគឺខំក្រេបជញ្ជក់នៅចំណេះវិជ្ជាអញ្ចឹងហើយពេលដែលយើងរៀនចប់ងាយស្រួលក្នុងការរកការងារធ្វើបាទហើយកុំឲ្យខាតពេលវេលាបាទសូមចូលមេរៀនយើងតែម្ដងហើយមេរៀននៅថ្ងៃនេះផងដែរយើងរៀនបន្តដដែលណាហើយមុននឹងចូលមេរៀនថ្មីសូមរំលឹកមេរៀនចាស់បាទម្សិលមិញយើងបានរៀនអំពីស្រៈភាសាអង់គ្លេសអ្វីហើយស្មើនឹងភាសាខ្មែរអ្វីដែរបាទគឺយើងរៀន O មែនអត់បាទO ធំ O តូចនេះស្មើសំឡេងអស់ប
បាទសមនឹងសំឡេងអត់បាទ example hot បាទក្តៅបាទ hot ក្តៅឥឡូវយើងទាញមកដើម្បីឲ្យយើងដឹងថាយ៉ាងម៉េចបានយើងអានថា hot បានអញ្ចឹងយើងរៀនប្រកបណាគឺស្មើ a បាទបូក o បូកអីទៀតបូក t បាទអញ្ចឹង h នេះយើងទាញមកបាទ h នេះស្មើនឹងអក្សរហបាទហើយ o នេះយើងទាញមកស្មើនឹងស្រៈអកបាទអង់គ្លេសមានស្រៈអកណាបាទបូកនឹង t នេះស្មើនឹងអក្សរថឥឡូវយើងចាប់ដើមបូកទៅហដាក់ស្រៈអកហហនឹងថ hot ឬក៏អានថាហដាក់ស្រៈអកហនឹងថ hot hot ប្រែថាក្តៅខ្ញុំត្រូវការតែក្តៅ I need hot water បាទអូខេបាទអញ្ចឹងចាំទាំងអស់គ្នាเนาะបាទឥឡូវព្យាយាមរៀនជាមួយខ្ញុំនឹងចេះធានាឲ្យថារៀនខ្លាចតែអត់រៀនទេយ៉ាងហោចណាស់ក៏បានភាគរយខ្លះដែរបើអត់រៀនគឺស្មើ0%តែមក0លើ100ហើយបាទបើយើងរៀនយ៉ាងហោចណាស់ក៏បាន5បាន10បាន20លើ100ដែរឲ្យតែរៀនបាទយើងមើលបាទថ្ងៃនេះយើងរៀន u ធំ u តូចស្មើនឹងអឬក៏ឧសំឡេងអឬសំឡេងឧបាទយើងមើលឧទាហរណ៍បានយល់អញ្ចឹងវាកន្លែងនេះគឺសំឡេងអបាទណាវាមានសំឡេងអសំឡេងឧនេះកន្លែងនេះសំឡេងឧណាឥឡូវយើងមើលបិទអូខេ shut បិទមាត់ shut up ប៉ុន្តែ but ប៉ុន្តែខ្ញុំមិនស្រឡាញ់អ្នកទេ but I don't love you ព្រះអាទិត្យ sun ព្រះអាទិត្យគឺក្តៅ the sun is hot បាទកន្លែងនេះសំឡេងអណា sun នេះទុក put នេះសំឡេងឧបាទទុកវានៅទីនេះហើយ put it here ពេញ full បាទបន្ទប់នេះពេញហើយនេះស្មើស្រៈឧណា this room is full រុញ push បាទនេះស្រៈឧដែរកុំរុញខ្ញុំ don't push me បាទឥឡូវសូមអានទាំងអស់គ្នាបាទមួយណាសំឡេងអមួយណាសំឡេងឧយើងសង្កេតខ្លួនឯងណារៀនសង្កេតកុំចាំបាច់ខ្ញុំប្រាប់ពេកណាបាទ complete shut but sun put full push បាទវីដេអូដែលខ្ញុំបានធ្វើនៅថ្ងៃនេះក៏សូមចប់ដោយសង្ខេបតែប៉ុណ្ណេះឯងបាទហើយនឹងការខុសឆ្គងយ៉ាងណាសូមអធិស្ឋានទុកជាមុនផងបាទសូមអរគុណសូមជម្រាបលាចាយជាងមីនធានជាង